Ok ឥឡូវនេះថ្ងៃនេះយើងចាប់ផ្ដើមពីកន្លែង Frida ទៅណា Thank you បាទអរគុណ I'll remember that ខ្ញុំនឹងចងចាំពាក្យនោះបាទតពីម្សិលមិញគេថាអញ្ចេះគេនឹងទៅបនខួបកំណើតរបស់ក្មេងស្រីម្នាក់ដែលគេរស់នៅក្បែរនោះណានៅថ្ងៃស្អែកអញ្ចឹងគេសួរថាតើលោកគ្រូចង់ឲ្យគេនិយាយពីអីលោកគ្រូថាអ្នកឯងទៅដល់បនខួបកំណើតគេមុនដំបូងត្រូវពោលពាក្យថា Many happy returns of the day សូមជូនពរឲ្យអ្នកមានអាយុយឺនយូរចឹងទៅបាន Frida ក៏និយាយថា Thank you អរគុណលោកគ្រូ I'll remember that ខ្ញុំនឹងចងចាំពាក្យនោះទុកAnd how do people greet their friends at Christmas ហើយតើមនុស្សនឹងគេរវកិច្ចមិត្តភ័ក្តិរបស់គេដូចម្ដេចនៅពេលបុណ្យណូអែល The usual greeting is គេរវកិច្ចធម្មតាគឺ A Merry Christmas សួស្តីថ្ងៃបុណ្យណូអែលឬប្រែថារីករាយថ្ងៃបុណ្យណូអែលអានេះគេដាក់ថា A Merry Christmas And at the New Year's we say a Happy New Yearហើយនៅថ្ងៃបុណ្យចូលឆ្នាំថ្មីយើងនិយាយថា A Happy New Year បាទសួស្តីឆ្នាំថ្មីឥឡូវ Frida គេនិយាយបន្តទៀតគេដាក់ថា And when someone says that to me what do I answer ហើយនៅពេលដែលនរណាម្នាក់និយាយពាក្យនោះដាក់ខ្ញុំតើខ្ញុំឆ្លើយយ៉ាងម៉េចបើសិនតែមានគេនិយាយថា A Merry Christmas រីករាយថ្ងៃបុណ្យណូអែលឬ A Happy New Year សួស្តីឆ្នាំថ្មីមានន័យថាបើគេនិយាយពាក្យអញ្ចឹងដាក់ខ្ញុំតើខ្ញុំត្រូវឆ្លើយយ៉ាងម៉េចលោក Presley គាត់ប្រាប់ថា Thank you the same to you អរគុណណាយសូមឲ្យបានបុណ្យដូចគ្នាយើងប្រើអញ្ចឹងបាទពេលគេនិយាយថា Happy New Year យើងឆ្លើយថា Thank you the same to you ពេលគេនិយាយថា Merry Christmas Thank you the same to you អាហ្នឹងអញ្ចឹងរាល់ពេលបុណ្យចូលឆ្នាំឬបុណ្យណូអែលឲ្យតែគេសិនអញ្ចឹងឲ្យខ្ញុំតែងតែឆ្លើយថា Thank you the same to you ចង់តែអញ្ចឹង Olaf គេដាក់ថា I had a difficulty yesterday ខ្ញុំបានជួបការលំបាកមួយកាលពីម្សិលមិញអានេះសូមប្រែថាបានជួបទៅចោះណាI wanted to send a letter to a friend in London ខ្ញុំចង់ផ្ញើសម្បត្តិមួយច្បាប់ទៅឲ្យមិត្តម្នាក់នៅទីក្រុង London and a newspaper to one in Edinburgh ហើយចង់ផ្ញើកាសែតមួយច្បាប់ទៅឲ្យមិត្តម្នាក់នៅទីក្រុង Edinburgh ខ្ញុំបញ្ជាក់បន្តិចណាសបូអ្នកអាន Edinburgh សម្បើមEdinburgh នេះគឺជាទីក្រុងនៅក្នុងប្រទេស Scotland ខ្មែរហៅប្រទេស Ecosអញ្ចឹងអត់ឲ្យអាន Edinburgh ទេឲ្យអាន Edinburgh សូមបើកមើល phonetic វា So I went to the post office ដូច្នេះខ្ញុំបានទៅកាន់ការិយាល័យប្រៃសណី post office ការិយាល័យប្រៃសណី and asked for a 2.5 time ហើយបានសួររក ask for សួររកតាមដែលមានតម្លៃ 2.5 អានឹងក៏បកប្រែណាឈ្មោះតាមឯណាឈ្មោះតាមនឹងតម្លៃប៉ុណ្ណឹងអានេះតាមនេះខ្មែរហៅតាមក៏បានបើហៅឲ្យចំគេហៅដួងត្រាស្រុកខ្មែរយើងណាថៃក៏គេហៅដួងត្រាដែរ for the letter សម្រាប់បិទសម្បត្តិ and a 1.5 for the newspaper ហើយបានសួររកនេះ and នោះមានន័យថា and ask for a 1.5 ណាមានន័យអញ្ចឹង half time ហើយបានសួររកតាមដែលមានតម្លៃ 1.5 សម្រាប់បិទកាសែត The girl gave me the right times ក្មេងស្រីនោះបានឲ្យខ្ញុំនៅតាមត្រឹមត្រូវ but she smiled ក៏ប៉ុន្តែនាងបានញញឹម What had I said wrong តើខ្ញុំនិយាយខុសអីគេ Mr. Presley លោក Presley ក៏និយាយថា You ought to have asked for a 2 penny halfpenny and a 3 halfpenny times អត់បូកជាមួយ to have បូក verb 3ប្រែថាគួរតែបានអានឹងគេប្រើដើម្បីបញ្ជាក់កាតព្វកិច្ចមួយដែលប្រធានមិនបានបំពេញចាំយើងរៀនអំពីកិរិយាសព្ទពិសេសយើងយល់ហើយណាអញ្ចឹងប្រែថាគួរតែបានបានន័យថាមិនបានទេ You ought to have asked for អ្នកគួរតែបានសួររកតាមដែលមានតម្លៃ 2 penny halfpenny និង 3 halfpenny អ្នកគួរតែបានសួររកតាមដែលមានតម្លៃ 2 penny halfpenny និងតាមដែលមានតម្លៃ 3 halfpenny អត់បកប្រែទេណាអាហ្នឹងគឺឈ្មោះតាមហើយតម្លៃរបស់គេ Olaf ក៏ឆ្លើយថា That's difficult ពិបាកម្ល៉េះនោះគឺពិបាកបាទនេះពិបាកម្ល៉េះ And what money do I give for a 3 halfpenny time ហើយតើលុយអ្វីដែលខ្ញុំត្រូវឲ្យសម្រាប់តាមដែលមានតម្លៃ 3 halfpenny Is it 3 halfpennies or a penny and halfpenny តើវាជាតម្លៃ 3 halfpenny ឬក៏តម្លៃ a penny and halfpenny អាហ្នឹងក៏មិនបាច់បកប្រែដែរណាបាទមិនបាច់បកប្រែទេ Mr. Presley ក៏និយាយថា Well we usually say 3 halfpence បាទតាមធម្មតាយើងនិយាយ
happens sometimes ពេលនេះ happen ជួនកាលយើងនិយាយថាពេលនេះ happen ក៏បានចឹងបានន័យថាធម្មតាគេប្រើពាក្យ three happen ហើយជួនកាលគេអាចហៅថាពេលនេះ happen ក៏បានណាបាទ just practice this គ្រាន់តែអនុវត្តពាក្យហ្នឹងទៅឬក៏ប្រែថាហាត់ពាក្យហ្នឹងទៅ three happens time បាទតាមដែលមានតម្លៃ three happens course មានតម្លៃថាអានេះឈ្មោះតាមគេក៏បានដែរណាតាម three happens ហ្នឹង course មានតម្លៃ three happens ឥឡូវតទៀតយើងចូលដល់ពាក្យ Olaf I say ខ្ញុំយល់ហើយណា I say and two pennies time cost 2 pence ហើយតាម two penny មានតម្លៃ 2 pence three penny time cost 3 pence បាទតាម three penny ហ្នឹងមានតម្លៃ 3 pence and three halfpenny time ហើយតាម three halfpenny cost 3 half pence មានតម្លៃ 3 half pence ចឹងអាហ្នឹងយើងអត់អាចបែងចែកបញ្យលឲ្យបានស៊ីជម្រៅអីទេព្រោះលុយគេណាលុយគេទេទៀតយើងចូលមកដល់ Lucille គេនិយាយថា a day or two ago មួយឬពីរថ្ងៃកន្លងមកនេះឬប្រែថាមួយថ្ងៃពីរថ្ងៃមុន I was talking with some people ខ្ញុំបានទៅនិយាយគ្នាជាមួយមនុស្សមួយចំនួនយើងមិនបាច់ថាខ្ញុំកំពុងនិយាយគ្នាជាមួយមនុស្សមួយចំនួនមិនបាច់ទេណា and I didn't quite hear ហើយខ្ញុំពិតជាមិនបានឮ what one of them said to me អ្វីដែលម្នាក់ក្នុងចំណោមពួកគេនិយាយមកកាន់ខ្ញុំ so I said if you please ដូច្នេះខ្ញុំក៏បានប្រើពាក្យថាដូច្នេះខ្ញុំក៏បាននិយាយថា if you please that wasn't right was it ពាក្យនោះមិនត្រឹមត្រូវទេមែនទេចឹងខ្ញុំកណាសូមបញ្យល់ថាមួយថ្ងៃពីរថ្ងៃមុន Lucille គាត់ទៅនិយាយជាមួយពួកម៉ាក់គាត់មួយចំនួនហើយពេលនិយាយទៅគាត់ស្ដាប់ម្នាក់ក្នុងចំណោមពួកគេមួយចំនួនហ្នឹងគឺនិយាយមកគាត់ស្ដាប់អត់បានហើយគាត់ចង់ឲ្យគេនិយាយម្ដងទៀតគាត់ប្រើពាក្យថា if you please ចង់និយាយថាសុំទោសតើអ្នកឯងនិយាយថាម៉េចណាគាត់ប្រើពាក្យ if you please ហ្នឹងតើត្រូវអត់ហើយគាត់និយាយថាពាក្យហ្នឹងខុសមែនទេបានលោក Presley និយាយថា no ទេបានន័យថាទេគេអត់និយាយអញ្ចឹងទេយ៉ាត់ច្រឡំអាទេដែលបដិសេធជាមួយអាប្រយោគនេះមែនទេណាទេបានហ្នឹងហើយទេគេអត់និយាយអញ្ចឹងទេ we say យើងនិយាយថា I beg your pardon បាទ I beg your pardon ប្រែថាម៉េចសុំទោសតើលោកមានប្រសាសន៍ថាម៉េចអ្នកឯងនិយាយថាម៉េចហ្នឹងគេចង់និយាយណា I beg your pardon ថាម៉េចឬ to a relation និយាយទៅកាន់សាច់ញាតិ or close friend ឬក៏និយាយទៅកាន់មិត្តភក្តិជិតស្និទ្ធយើងប្រើពាក្យថា what ស្អីគេឬក៏ what's that ឬក៏ what is that ស្អីគេនិយាយអីគេ what did you say តើអ្នកបាននិយាយអ្វីបានអ្នកឯងនិយាយថាម៉េចអញ្ចឹងកណាចង់បញ្ជាក់អញ្ចឹងមានន័យថាពេលដែលយើងនិយាយអីជាមួយគេហើយយើងស្ដាប់គេអត់លឺអត់ច្បាស់ចង់ឲ្យគេនិយាយម្ដងទៀតយើងប្រើពាក្យថា I beg your pardon ឬក៏ pardon ណាឬក៏យើងនិយាយថា what did you say what's that អាហ្នឹងយើងបែងចែកតាមហ្នឹងទៅបាទអញ្ចឹង Lucille គេសួរបន្តទៀតថា couldn't I say pardon me តើខ្ញុំមិនអាចនិយាយថា pardon me បានទេឬពាក្យ pardon me ហ្នឹងបារាំងគេហៅ pardon monsieur បាទ pardon monsieur ឬ pardon mademoiselle សុំទោសតើអ្នកឯងនិយាយថាម៉េចអីចឹងណាហ្នឹងហើយ Mr. Presley គាត់និយាយថា no never ទេគេមិនដែលនិយាយចឹងទេបាទในអង់គ្លេសគេមិនដែលនិយាយ pardon me ទេណា if you are apologizing for some little piece of impoliteness បើសិនជាអ្នកចង់សុំទោសចំពោះរឿងកប៉ិកប៉ុកប្រែតែប៉ុណ្្នឹងបានហើយមិនបាច់និយាយច្រើនទេIf you are apologizing for some little pieces of impoliteness បើសិនជាអ្នកឯងចង់សុំទោសចំពោះរឿងកប៉ិកប៉ុក you say អ្នកនិយាយថា I beg your pardon or nowadays ឬសប្ងៃ sorry គេប្រើពាក្យថា sorry បាទនេះអាចនិយាយថា I beg your pardon ឬសប្ងៃគេអាចនិយាយថា sorry គេបើកមុខកញ្ចក់ប្រាប់ថា which used to be thought slangs ដែលគេធ្លាប់គិតថាជាភាសាក្រៀមណាដែលគេធ្លាប់គិតថាជាភាសាក្រៀមអាពាក្យ sorry ហ្នឹងបាទមានន័យថាវាមិនសុភាពទេអញ្ចឹងខ្ញុំកណាសូមរំលឹកពីកន្លែងលើនេះ if you are apologizing for បើសិនជាអ្នកកំពុងតែសុំទោសចំពោះផ្នែកទូចនៃភាពមិនគួរសមណាមួយអ្នកនិយាយថាស្ដាប់អត់បានឃើញទេអញ្ចឹងសរុបវាប្រើមក if you are apologizing for some little piece of impoliteness you say បើសិនអ្នកឯងចង់សុំទោសចំពោះរឿងកប៉ិកប៉ុកអ្នកឯងនិយាយ I beg your pardon ក៏បានឬសប្ងៃគេនិយាយថា sorry ក៏បានដែរដែលគេធ្លាប់គិតថាជាភាសាក្រៀម If you come late to the theater and have to push past people who are already in their places បើសិនជាអ្នកមកមើលល្ខោនយឺត
អ្នកមកយឺតទៅកាន់រោង account បើសិនជាអ្នកមកមើល account យឺត and have to push past ហើយត្រូវប្រជ្រៀតគេប្រជ្រៀតឯង and have to push past people ណាហើយត្រូវប្រជ្រៀតគេប្រជ្រៀតឯងបានន័យថារុញហួសអញ្ចឹងបានន័យថាប្រជ្រៀតទៅយើងសុំទោសបងសុំអធិស្ឋានបងសុំកិច្ចតិចអាហ្នឹងអញ្ចឹងណាភាសាខ្មែរយើងណាបាទ and have to push past people ហើយត្រូវប្រជ្រៀតគេប្រជ្រៀតឯង who are already in their places ដែលអង្គុយនឹងកន្លែងរបស់គេរួចទៅហើយ you say អ្នកនិយាយថា excuse me បើយើងអានឲ្យត្រូវគេអានថា excuse me ព្រោះអីបារាំងវាអាន excuse ទេមកហើយយើងបើកក្នុងភាសាអង់គ្លេសមកគេដាក់ excuse me សុំទោសហបអត់ដែរនិយាយទេគាត់ចាប់ផ្ដើមនិយាយណា I was out to tea a day or two ago មួយថ្ងៃពីរថ្ងៃមុនខ្ញុំចេញទៅផឹកតែនៅខាងក្រៅ I was out to tea a day or two ago មួយថ្ងៃពីរថ្ងៃមុនខ្ញុំបានចេញទៅផឹកតែនៅខាងក្រៅ and the hostess asked me if I want to sit under the piece of cake ហើយអ្នកបម្រើបានសួរខ្ញុំថាតើខ្ញុំត្រូវការនំខេកថែមទៀតដែរទេ and the hostess ហើយអ្នកបម្រើ asked me if បានសួរខ្ញុំថាតើ I want another piece of cake ខ្ញុំត្រូវការនំខេកថែមទៀតដែរទេហើយបើបកតាមពាក្យមែនតើណាតើខ្ញុំចង់បានចំណែកផ្សេងទៀតនៃនំខេកឃើញទេវាស្ដាប់អត់បានអញ្ចឹងតើយើងខ្លែមពាក្យឲ្យវាឆ្ងាញ់វាទាមទារយល់ខ្មែរ and of course I did ហើយតាមពិតទៅខ្ញុំចង់បាន so I said ដូច្នេះខ្ញុំនិយាយថា thank you ខ្ញុំនិយាយថាអរគុណគេសួរថាត្រូវការនំទៀតអត់ហើយយើងត្រូវការឆ្លើយថា thank you គាត់និយាយតទៀត but she didn't seem to know whether I want it or not ប៉ុន្តែនាងហាក់បីដូចជាមិនដឹងថាតើខ្ញុំត្រូវការវាឬក៏មិនត្រូវការអាហ្នឹងរឿងចូលទៅក្នុងហាងនៅស្រុកគេមានន័យថាចូលទៅដល់បើសិនអ្នកបម្រើមកដល់តាំងពឹប what would you like to have I would like to have ស្អីចឹងទៅហ្នឹងហើយញ៉ាំមកសបកគេមកទៀតនោះស្អីគេ do you want another piece of cake ឬក៏ do you want some more tea យើងឆ្លើយថា thank you ចប់បដ ாய் ណាបាទយើងគួរតែឆ្លើយថា yes please អាហ្នឹងណាចាំមើលគេប្រាប់តទៀតណា I don't want to run any risk of missing cake again ខ្ញុំមិនចង់បាត់បង់ឱកាសស៊ីនំខេកទៀតទេអាហ្នឹងខ្ញុំប្រែស្ដាប់បានខ្ញុំមិនចង់បាត់បង់ឱកាសស៊ីនំខេកទៀតទេបើបកតាមពាក្យខ្ញុំមិនចង់រៀបចំហានិភ័យណាមួយនៃការបាត់បង់នំខេកស្ដាប់អត់បានណាអញ្ចឹងមានន័យថា I don't want to run any risk of missing cake again ខ្ញុំមិនចង់បាត់បង់ឱកាសស៊ីនំខេកទៀតទេ so what must I say ដូច្នេះតើខ្ញុំត្រូវនិយាយថាម៉េចលោក Presley Mr. Presley ណាគាត់និយាយថា thank you in English may mean yes ពាក្យ thank you នៅក្នុងភាសាអង់គ្លេសវាអាចមានន័យស្មើនឹងពាក្យថា yes but you had better say yes please ប៉ុន្តែអ្នកគួរតែនិយាយថា yes please ល្អជាង yes please នឹងប្រែថាបាទត្រូវការអញ្ចឹងចាំពេលចូលទៅក្នុង restaurant គេសួរថា do you want some more cake yes please តែឆ្លើយថា thank you អត់បានទេតែបើយើងឆ្លើយថា no thanks អាហ្នឹងបានយើងអត់ត្រូវការដល់អានេះ thank you អញ្ចឹងវាមិនដឹងថា yes please ឬក៏ no thanks វាអត់ដឹងអញ្ចឹងគេអត់ទៅយកទេបាទនៅចូលធ្វើមើលខ្ញុំបញ្ជាក់បន្តិច had better នេះប្រែថាគួរតែអាហ្នឹង had better គួរតែខ្ញុំនិយាយប្រាប់ឲ្យហើយ you had better come home អ្នកគួរតែមកផ្ទះដល់ទៅពេលសំណួរ had you better come home ឲ្យលើកទៅ had ទៅមុខគេអត់ប៉ះពាល់ better ទេប៉ុន្តែបើបដិសេធ you had better not come home យក not មកដាក់ពីក្រោយ better វិញចូលចងចាំកន្លែងហ្នឹងណាបាទ not បើបដិសេធដាក់ not ពីក្រោយ better តែបើសំណួរលើក had ទៅមុខ you had better had you better you had better not then there can be no doubt បន្ទាប់មកវាអត់មានអីគួរឲ្យឆ្ងល់ទេឬប្រែថាអញ្ចឹងទើបគ្មានចម្ងល់អក្សរ B នៅពីមុខអក្សរ T នេះអត់មានសម្លេងទេណាអានថា doubt កុំបិទមាត់ if by any chance you want to refuse ប្រសិនបើដោយការចៃដន្យណាមួយខ្ញុំសុំសរុបបដ ாய் ទៅ if by any chance តែបើចៃដន្យ you want to refuse អ្នកចង់បដិសេធ then you say អញ្ចឹងឬបន្ទាប់មកអ្នកត្រូវនិយាយពាក្យថា no thank you ទេអត់ត្រូវការទេ
no thank you ទេអត់ត្រូវការទេចឹងអាហ្នឹងខ្ញុំចង់បញ្ជាក់អញ្ចឹងការដែលចូលហាងអង្គុយហើយញ៉ាំហើយសេម្នាក់ម្ដងមកសួរលោកត្រូវការអីទៀតទេបើយើងត្រូវការឆ្លើយថា yes please បើយើងអត់ត្រូវការទេឆ្លើយថា no thank អូខេឥឡូវ Olaf គេនិយាយណាតោះ I never quite know what to say when someone thanks me ដល់ឡាខ្ញុំមិនដែលដឹងថានិយាយថាម៉េចទេលោកគ្រូពេលដែលនរណាម្នាក់អរគុណខ្ញុំ I never quite know what to say when someone thanks me ខ្ញុំមិនដែលដឹងថាត្រូវនិយាយថាម៉េចទេលោកគ្រូអើយពេលមាននរណាគេម្នាក់អរគុណខ្ញុំ For instance ឧទាហរណ៍ yesterday I saw an old lady wanting to cross the road ម្សិលមិញឧទាហរណ៍ម្សិលមិញខ្ញុំបានឃើញស្រីវ័យចំណាស់ម្នាក់ lady នេះស្ត្រីវ័យចំណាស់ម្នាក់ដែលមានបំណងចង់ឆ្លងថ្នល់ but afraid to start ប៉ុន្តែមិនហ៊ានចាប់ផ្ដើមឆ្លង but afraid to start because of the traffic ដោយសារតែចរាចរណ៍អញ្ចឹងមានន័យថាគាត់ចង់ឆ្លងប៉ុន្តែចរាចរណ៍វាជាអៀនពេកអញ្ចឹងទៅគាត់អត់ហ៊ានឆ្លង so I took her arms and helped her across the road ដូច្នេះខ្ញុំបានកាន់ដៃគាត់ so I took her arms ដូច្នេះខ្ញុំបានកាន់ដៃគាត់ and helped her across the road ហើយបានជួយដឹកដៃគាត់ឆ្លងកាត់ថ្នល់ and then she said បន្ទាប់មកគាត់បាននិយាយថា thank you very much អរគុណលោកច្រើនណាស់ it was most kind of you to help me លោកពិតជាមានសន្តានចិត្តល្អមែនតើដែលបានមកជួយខ្ញុំ thank you អរគុណហើយ do you know I had no idea what to say តើលោកគ្រូដឹងទេ I don't know what to say I had no idea ស្មើនឹង I don't know ណាតើលោកគ្រូដឹងទេពេលគេអរគុណខ្ញុំទៅខ្ញុំមិនដឹងថាត្រូវនិយាយអីទៅវិញស្រាប់តែ Frida គេនិយាយមកថា we say bit or bit serve យើងនិយាយថា bit ឬក៏ bit serve ឬក៏ bit scones Lucille គេចេញមកវិញ a French man say durian or pastegor ជនជាតិបារាំងនិយាយថា durian ឬក៏ pastegor ប្រែថាអត់បញ្ហាទេហ្នឹងមិនអីទេណា but what does an Englishman say ប៉ុន្តែតើជនជាតិអង់គ្លេសគេនិយាយថាយ៉ាងណាបានន័យថានៅពេលដែលយើងជួយអ្វីដល់បុគ្គលណាម្នាក់ហើយបុគ្គលនោះនិយាយពាក្យថា thank you ដាក់យើងតើយើងត្រូវនិយាយស្អីទៅវិញណាបងប្អូនអាហ្នឹងអញ្ចឹងណាអូខេទំព័រ31យើងបញ្ចប់វាតែម្ដងទៅ Mr. Presley that's difficult to answer អូសំណួរហ្នឹងពិបាកឆ្លើយខ្លាំងណាស់ that នេះជំនួសឲ្យសំណួរណា that's difficult to answer សំណួរហ្នឹងពិបាកឆ្លើយខ្លាំងណាស់ An Englishman in such a case នៅក្នុងករណីអញ្ចឹងជនជាតិអង់គ្លេស looks rather confused ហាក់បីដូចជាច្របូកច្របល់បន្តិចមើលខ្ញុំបងណា in such a case នៅក្នុងករណីអញ្ចឹង An Englishman ជនជាតិអង់គ្លេស looks rather confused ហាក់បីដូចជាច្របូកច្របល់បន្តិច and murmurs something like ហើយនិយាយរអ៊ូសនៅពាក្យណាមួយដូចជា murmurs និយាយតិចនិយាយរអ៊ូសនៅពាក្យពេចន៍ដូចជា not at all មិនអីទេ that's alright អត់អីទេ or it's a pleasure ចុះវាមានតែស្អីបានន័យថាពេលដែលយើងធ្វើល្អដាក់គេទៅគេនិយាយថា thank you very much យើងឆ្លើយថា not at all យើងឆ្លើយថា that's alright ឬយើងឆ្លើយថា it's a pleasure អាមេរិកកាំង you are welcome ឬក៏ it's my pleasure ណាឬអ្នកខ្លះហិតវេគេដាក់ don't mention it ណាបាទសិតតែប្រែថាអត់បញ្ហាទេឬក៏ no problem ណាអត់បញ្ហាទេឃើញទេ and then quickly passes on to something else ហើយបន្ទាប់មកបញ្ញាបញ្ញត្តិបន្តទៅនិយាយរឿងផ្សេងទៀត something else រឿងអ្វីមួយផ្សេងទៀតអូខេអញ្ចឹងឥឡូវខ្ញុំបន្តទៀតសង្ឃឹមថាយល់ Well Mr. Presley this has been a very good lesson បាទលោកគ្រូ Presley មេរៀននេះល្អមែនតើនិយាយតែប៉ុណ្ណឹងបានបាច់នេះគឺជាមេរៀនល្អណាស់មួយហ្នឹងហី Well Mr. Presley this has been a very good lesson មេរៀននេះល្អដល់កណ្ណត់ You have helped me very great deals លោកបានជួយខ្ញុំច្រើនមែនតើណា very great deal ប្រែច្រើន Thank you very much អរគុណហើយអរគុណច្រើនណាអាចារ្យគេអរគុណណាលោក Presley បើកមកយក rather confused ឃើញទេទៅនិយាយមិញពេលគេអរគុណគាត់ហាក់ដូចជាច្បោកច្បល់បន្តិចឃើញទេហើយគាត់ធ្វើអូ that's all right អត់អីទេ it's pleasure មិនទេចុច pass on quickly to something else
គាត់បញ្ញាបន្តទៅនិយាយរឿងផ្សេង Now here are some exercises for you all ឥឡូវនៅទីនេះមានលំហាត់មួយចំនួនសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងមេរៀនទី4នេះក៏សុំលំអោនកាយគោរពលា